ចាប់ដើមដំណើរផ្សងព្រេងវគ្គ2ហើយឥឡូវដល់ព្រលានយន្តហោះ Changi នៅសិង្ហបុរីហើយគោលបំណងយើងមួយគឺយើងត្រូវតែទៅមើលទឹកធ្លាក់ហ្នឹងហើយទឹកធ្លាក់នៅ Changi បាទចឹងគឺទឹកធ្លាក់ Changi គឺនៅខាងក្រៅដូចនិយាយថាខាងក្រៅមាន mall មានអីចឹងប៉ុន្តែដោយសារយើងដូរជាយន្តហោះយើងក៏ដូរ terminal អញ្ចឹង terminal យើងឆ្ងាយដែរនៅខាងចុងតែគេមាន free bus ឲ្យយើងជិះទៅដល់ terminal ដែលមានChangi នេះគឺនៅ terminal ទី1អញ្ចឹងគឺនៅជាប់គ្នាយើងអាចដើរកាត់បាននៅពេល terminal ទី1ទី2មានផ្នែកខាងថាទៅទឹកធ្លាក់នឹងបានអញ្ចឹងគឺយើងដល់ពេលយប់គឺស្អាតមែនតើពេលយប់គឺគេមាន play សងដែរហើយនឹងនិយាយទៅសងជាមួយនឹងទឹកធ្លាក់ហ្នឹងអូស្អាតណាស់ឡើយគឺទឹកធ្លាក់ហ្នឹងដែរនៅឃើញពេលយប់ក៏ស្អាតដែរម្យ៉ាងហើយមានអ្នកអង្គុយចាំមើល show ច្រើននៅទឹកធ្លាក់ហ្នឹងក៏អត់ដឹងថាគេកំណត់ថាម៉ោងណាទេតែលើពេលទៅនោះគឺគេចាប់ផ្ដើមតែអត់នៅចាំមើលទេពួកអីយប់ហើយអញ្ចឹងយើងត្រូវដើរគេទេដើរ MRT នឹងទៅដើរ MRT ជិះទៅកណ្ដាលក្រុងនឹងទៅកន្លែងចិត្តកន្លែងយើងគេនឹងពួកអីយប់ហើយចឹងគឺដើរមើលជុំវិញនឹងមកស្ទុះដែរព្រោះយើងថតរូបផងមើលថតមើលតុបតែងអីផងដោយសារខាងក្នុងគេមាន mall របស់គេដែរ mall គេធំមកដើរចុះដើរឡើងរកផ្លូវដើម្បីទៅអាកន្លែងឈរមើលស្ពាននោះតែរកឃើញហើយតែគេត្រូវបង់លុយអញ្ចឹងយើងអត់ចង់នៅចំណាយពេលមើលដើម្បីមើលទេអញ្ចឹងដើម្បីមើល show ហ្នឹងយើងតម្រាំតែរកមើលកន្លែងឡើងហ្នឹងវារៀងពាក់កណ្ដាលហើយអញ្ចឹងបើយើងបង់លុយវារៀងខាតដែរអញ្ចឹងឥឡូវមកដល់កន្លែងដែលយើងត្រៀមចេញទៅរក Sky Train មានកន្លែង MRT ហ្នឹងហើយដោយសារទឹកធ្លាក់ហ្នឹងនៅ terminal 1អញ្ចឹងយើងទៅរក MRT ហ្នឹងនៅ terminal 2អូវងវែងដើររកផ្លូវច្រកទៅអញ្ចឹងនេះរកឃើញហើយអញ្ចឹងហ្នឹងហើយគឺនៅ terminal 2បានយើងអាចជា MRT ដែលយើងទៅបានឥឡូវចូលដល់យប់ទី2គឺយើងទៅមើលភ្លើងទៀតហើយគឺមើលភ្លើង Garden Bay ហ្នឹងហើយចង់ទៅមើលពេលយប់ដោយសារតិចផងអញ្ចឹងយើងចង់ទៅមើលពេលយប់ថាមិនដែរមេឃហ្នឹងគឺមេឃក្រោយភ្លៀងនិយាយទៅចាំរៀងយប់ជ្រៅតិចដែរហ្នឹងព្រោះហេតុអីចាំភ្លៀងឈប់អញ្ចឹងភ្លៀងឈប់បានទៅមើលអញ្ចឹងshow ភ្លើងអាហ្នឹងគេហៅហ្នឹងឯង show ភ្លើងហ្នឹងក៏គេបញ្ចប់ហើយដែរប៉ុន្តែអត់អីយើងទៅមើលភ្លើងធម្មតាក៏បានដែរអត់ចាំមើល show ទេអត់មើល show ប្រហែលមនុស្សច្រើនអញ្ចឹងយើងទៅថតពេលយប់លេងមើលនិយាយទៅជួយចិត្តមើលភ្លើងពេលយប់តែម្ដងដោយសារលើកមុនយើងមកពេលថ្ងៃយើងមើលពេលថ្ងៃហើយតែលើកនេះយើងចង់មើលពេលយប់ឲ្យដើរតិចស្រួលដែរគេ play តែបើសិនជាអ្នកណាគេចង់ថតរូបច្រើនគួរតែមកពេលថ្ងៃល្អជាងតែគ្រាន់តែក្តៅបន្តិចសំខាន់ចង់ថតឲ្យឃើញច្បាស់ដែរតែអត់ច្បាស់ទេពីព្រោះពេលយប់ហើយយើងថតទូរស័ព្ទដៃសំបីរូបថតក៏អត់ច្បាស់ដែរយើងអត់មានភ្លើងប្រចាំងមុខប៉ុន្តែអត់ជាបញ្ហាទេសំខាន់សេវនៅក្នុងភ្នែកទៅសេវបានប៉ុណ្ណាយើងយកប៉ុណ្ណឹងដែរនឹងតែ recommend មុនហ្នឹងអញ្ចឹងគឺយើងគួរតែមកពេលថ្ងៃទៅបើចង់ថតរូបច្បាស់ប៉ុន្តែដោយសារខ្ញុំមកចង់មើលភ្លើងអញ្ចឹងអត់ច្បាស់អត់អីទេឲ្យតែបានមើលហើយមើលពីខាងនេះដែរអ្នកគេចង់ថតពីចំហៀងនេះឃើញស្អាតមែនតើឃើញអាគារនេះ
ហ្នឹងហើយអញ្ចឹងឥឡូវដល់ពេលទៅវិញហើយព្រោះអីយប់ដែរខ្លាចអស់ the baby អស់ bus មិនថាអស់ bus វាមកយូរទៅចឹងណាហ្នឹងហើយវារៀងយូរជាងពេលថ្ងៃចឹងទៅអញ្ចឹងយើងព្យាយាមដើរទៅមុនដើររក bus សិនហ្នឹងហើយមុននឹងដើររកគឺយើងមើលភ្លើងតាមផ្លូវហ្នឹងឯងចឹងចាំទស្សនាភាគ3នៅពេលថ្ងៃ